លោកហ៊ុនចន្ទថននិយាយថាតនដិតសំរងស៊ីកាន់តែសាងភាពអាម៉ាស់សម្រាប់អ្នកគាំទ្រខ្លួនក្រោយពេលពលរដ្ឋអស់ជំនឿចាប់ដើមបែកគំនិតលួងលោមជាតិសាសន៍ដទៃឲ្យរួមដៃបាតកម្មផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាប្រតិភូគណៈបកផ្នែកអភិវឌ្ឍសេដ្ឋកិច្ចនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានមានប្រសាសន៍ថាតនដិតសំរងស៊ីពិតជាសមទៅនឹងប្រជាពលរដ្ឋខ្មែរទូទាំងព្រះនគរស្អប់ខ្ពើមពិតមែនព្រោះតែគំនុំព្យាបាទមិនបានគ្រប់គ្រងប្រទេសដោយទៅនឹងគោលបំណងខ្លួនចង់បានជាក់ស្ដែងចុងក្រោយពលរដ្ឋខ្មែរអស់ជំនឿចិត្តព្រោះតែឃើញល្បិចពុតត្បុតរបស់ខ្លួនថាជីវិតខ្លួនមិនខ្វល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យតែខ្លួនអាចបំផ្លាញប្រទេសបានតាមផែនការដែលខ្លួនចង់បានលោកហ៊ុនចន្ទថនបានបញ្ជាក់ថាច្បាស់ណាស់នៅពេលពលរដ្ឋខ្មែរអស់ជំនឿធ្វើឲ្យខ្លួនតនដិតលែងអាចអូសទាញពលរដ្ឋខ្មែរឲ្យចូលរួមបំផ្លាញខ្មែរបាននោះស្រាប់តែតនដិតសំរងស៊ីបែកគំនិតទៅលើបួងលួងលោមជាតិសាសន៍ដទៃដើម្បីមកបាតកម្មប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីពលរដ្ឋខ្មែរទូទាំងប្រទេសដែលពលរដ្ឋកំពុងរស់នៅយ៉ាងកក់ក្ដៅក្នុងនាមប្រជាជាតិតែមួយប្រធានគណៈបកផ្នែកអភិវឌ្ឍសេដ្ឋកិច្ចនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានបន្តថាតាមរយៈរូបភាពវីដេអូដែលជាក្បួនបាតកម្មប្រឆាំងរបស់ក្រុមតនដិតសំរងស៊ីបានបង្ហាញថាក្បួនបាតកម្មរបស់គេឃើញមានទង់ជាតិជនជាតិដទៃយ៉ាងច្រើនបាននាំគ្នាកាន់នឹងស្រែកប្រឆាំងទៅនឹងគណៈដឹកនាំកម្ពុជាដែលមិនមែនជាខ្មែរពិតប្រាកដដោយមិនដឹងថាអ្នកដឹកនាំនោះជាខ្មែរកូពីប៉ុន្មានភាគរយសកម្មភាពទាំងអស់នេះបានធ្វើឲ្យទាំងពលរដ្ឋខ្មែរនិងអតីតអ្នកគាំទ្រប្រឆាំងពីមុនយ៉ាងច្រើនចាប់ផ្ដើមស្រងាក់ចិត្តនឹងផែនការដឹកនាំរបស់តនដិតសំរងស៊ីថាអាចចេញក្បាច់គុណចឹងបានទៀតនិងបានតែថាដើម្បីបំផ្លាញខ្មែរឲ្យបានទោះជាអ្វីក៏តនដិតសំរងស៊ីហ៊ានធ្វើដែរលោកហ៊ុនចន្ទថនបញ្ជាក់ថាក្នុងនាមជាកូនខ្មែរមួយរូបខ្ញុំពិតជាមានអារម្មណ៍ខ្មាស់គេណាស់មិនគួរណាទឹកដីរបស់ខ្មែរមានអ្នកនយោបាយបែបតនដិតសំរងស៊ីដែលគ្មានមនសិការរួមចំណែកអភិវឌ្ឍជាតិខ្មែរពុនក្រចកដៃទាំងយប់ទាំងថ្ងៃគិតតែរកវិធីសាស្ត្របំផ្លាញទឹកចិត្តពលរដ្ឋខ្មែរនិងអ្នកគាំទ្រព្រោះតែមហិច្ឆតាគំនិតទុច្ចរិតផ្ដួលរំលំអ្នកដទៃដើម្បីបំពេញក្តីស្រមៃចង់បានរបស់ខ្លួនចង់ធ្វើជាធំដឹកនាំប្រទេសពោពេញវិធីសាស្ត្រខ្មៅក្រខ្វក់លោកហ៊ុនចន្ទថននិយាយថាតនដិតសំរងស៊ីកាន់តែសាងភាពអាម៉ាស់សម្រាប់អ្នកគាំទ្រខ្លួនក្រោយពេលពលរដ្ឋអស់ជំនឿចាប់ដើមបែកគំនិតលួងលោមជាតិសាសន៍ដទៃឲ្យរួមដៃបាតកម្មផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា